ជំលោះនយោបាយនៅឯបាងកកបានផ្ទេរជំលោះមកកាន់ព្រំដែនកម្ពុជាថៃអ្នកត្រូវយល់មិនមែនកម្ពុជាល្ងងដែលមិនដឹងរឿងរបស់អ្នកឯងទេថ្ងៃស្អែកខ្ញុំនឹងបកស្រាយជូនអ្នកឯងសូម្បីតែអ្នកឯងដូរឧបនាយករដ្ឋមន្ត្រីអនុជិញដែលជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមហាផ្ទៃក៏អ្នកឯងផ្ដាំមកខ្ញុំដែរឯងសូម្បីតែគ្នារបស់អ្នកឯងក្បត់ទៅហើយតើជាមួយខ្ញុំអ្នកឯងហ៊ានក្បត់ទេច្បាស់ជាហ៊ានក្បត់ថ្ងៃទី15អ្នកឯងទៅចាំបានផ្ដាំតាមមនុស្សម្នាក់ថាដូរអនុជិញចេញពីរដ្ឋមន្ត្រីមហាផ្ទៃដើម្បីយកក្រសួងមកឲ្យធ្វើថៃកាន់ខ្ញុំសូមជម្រាបអ្នកឯងខ្ញុំបានប្រាប់ទៅអ្នកឯងវិញថាដូរគេប្រយ័ត្នគេដូរខ្លួនឯងហើយអ្នកឯងរងចាំមើលទៅនៅលទ្ធផលហើយប្រសិនបើអ្នកឯងបើហ៊ើនខ្ញុំនឹងលាតត្រដាងទាំងអស់នៅអ្វីដែលអ្នកឯងនិយាយជាមួយខ្ញុំរាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់អ្នកឯងខ្ញុំអាចនិយាយអញ្ចឹងហើយកូនរបស់អ្នកឯងបដៅកូនរបស់អ្នកឯងបដៅកូនរបស់អ្នកឯងក៏មានកូនធ្វើនាយករដ្ឋមន្ត្រីហើយខ្ញុំក៏មានកូនធ្វើនាយករដ្ឋមន្ត្រីប៉ុន្តែអ្នកឯងកុំផន់ច្រឡំអសោះជាមួយនឹងហ៊ុនសែនកុំផន់ច្រឡំខ្ញុំទទួលខ្ញុំអត់មានជំពាក់គុណថៃសូម្បីអ្វីមួយជាតិនឹងជាតិរឿងមួយប៉ុន្តែរឿងបុគ្គលគឺអត់ទេខ្ញុំអត់មានជំពាក់គុណណាទេពាក់គុណថៃទេប៉ុន្តែពួកក្រុមណាឯងជំពាក់គុណខ្ញុំមិនទាសគុណទេតែអ្វីដែលខ្ញុំចង់បានគឺតំណែងតំណងស្មើភាពគ្មានការឈ្លានពានគ្នាគ្មានការជឿជ័យគ្នាតែប៉ុណ្ណឹងទេតើណែយល់ទេហើយបើណែចង់បានបន្ថែមណែឆ្លើយតបយុគនឹងដើម្បីខ្ញុំប្រមូលព័ត៌មានហើយខ្ញុំវាយមកចានចេញនៅថ្ងៃស្អែកខ្ញុំអាចពន្យាពេលធ្វើដំណើរទៅទីក្រុងភ្នំពេញដើម្បីខ្ញុំនិយាយខ្ញុំអាចយកពេល4ទៅ5ម៉ោងដើម្បីនឹងនិយាយរឿងនេះហើយផ្សាយបន្តផ្ទាល់តែម្ដងហើយថ្ងៃនេះខ្ញុំគ្រាន់តែបញ្ចេញបន្តិចដើម្បីរងចាំមើលអ្នកឯងប្រតិកម្មយ៉ាងម៉េចយប់នេះខ្ញុំសូមជម្រាបថាអ្នកឯងបានមកស្នាក់នៅផ្ទះខ្ញុំរស់នៅផ្ទះខ្ញុំហើយអ្នកឯងបានពឹងពាក់អ្វីខ្លះអ្នកឯងនិយាយជាមួយខ្ញុំអ្វីខ្លះសូម្បីតែជនជាតិរបស់អ្នកឯងក៏អ្នកឯងក្បត់អញ្ចឹងអ្នកឯងមិនខ្លាចក្បត់ជាមួយខ្ញុំទេខ្ញុំយល់រឿងនេះព្រោះរឿងវាបានកើតឡើងអញ្ចឹងណាអ្នកឯងគួរតែបដៅកូនរបស់អ្នកឯងទៅហើយកូនស្រីរបស់អ្នកឯងគួរតែត្រូវបានគេហៅថាត្រូវបានកុំប្រមាថអ្នកដទៃប៉ុន្តែអ្វីដែលវាបានកើតទៅហើយយើងសង្ឃឹមរងចាំថានៅប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីហើយចេញមកដើម្បីនឹងដោះស្រាយជាមួយកម្ពុជាព្រោះនៅពេលនេះយើងមិនដឹងថាត្រូវចរចាជាមួយអ្នកណាអំណាចពិតប្រាកដគឺជាអ្នកណាតើជាតបឬជាបកនយោបាយឬក៏អ្នកនៅក្រោយបកនយោបាយឬក៏ជានាយករដ្ឋមន្ត្រីវាអត់ដឹងថាណាជាអ្នកមានអំណាចពិតប្រាកដវាលំបាកណាស់ហើយយើងក៏អាចយល់ដឹងបានថាគឺលុះត្រាតែមាននាយករដ្ឋមន្ត្រីថ្មីចូលកាន់តំណែងអ្នកនោះអាចនឹងមានសុខចន្ទៈដោះស្រាយជាមួយនឹងកម្ពុជាមិនមើលទៅថៃជាសត្រូវនោះទេយើងគ្រាន់តែចាត់ទុកថាពួកជ្រុលនិយមមួយក្រុមដោយរយទៅដោយកងទ័ពខ្លះនិងអ្នកនយោបាយខ្លះតែប៉ុណ្ណោះយើងមិនប៉ះពាល់មិនថាអាវក្រហមមិនថាអាវលឿងមិនថាអាវសម្រុះពណ៌នោះទេយើងធ្វើការគ្រប់ជាមួយតួអង្គទាំងអស់ដែលចូលមកគ្រប់គ្រងប្រទេសថៃយើងមិនរំពឹងថាគ្រប់គ្រងបកនេះបកនោះយើងមិនដែលធ្វើកិច្ចការងារនោះទេត្រង់តែឯងពឹងពាក់ខ្ញុំយ៉ាងម៉េចសុំខ្ញុំពិគ្រោះយោបល់យ៉ាងម៉េចខ្ញុំមានធ្វើបើសិនជាអ្នកឯងចង់ឲ្យខ្ញុំបញ្ចេញនៅថ្ងៃស្អែក
ខ្ញុំក៏នឹងបញ្ចេញនៅថ្ងៃចែកអំពីអ្វីខ្លះដែលអ្នកឯងបានធ្វើជាមួយខ្ញុំហើយបានប្រាប់ខ្ញុំរាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់អ្នកឯងប៉ុន្តែសូមបញ្ជាក់ណាជូនសារថាខ្ញុំចង់មានសន្តិភាពចង់មិនមានមិត្តភាពជាមួយអ្នកប៉ុន្តែបើអ្នកចាត់ទុកខ្ញុំជាសត្រូវខ្ញុំគ្មានជំរើសទេខ្ញុំត្រូវតែទទួលយកក្នុងឋានៈអ្នកឯងចាត់ទុកខ្ញុំជាមិត្តខ្ញុំក៏ចាត់ទុកអ្នកឯងជាមិត្តប៉ុន្តែបើអ្នកឯងចាត់ទុកខ្ញុំជាសត្រូវខ្ញុំអត់មានជំរើសក្រៅពីតទល់ជាមួយអ្នកឯងទេហើយមនុស្សរបស់ខ្ញុំសុកចិត្តឲ្យគេក្បត់ខ្ញុំមុនខ្ញុំមិនក្បត់អ្នកណាមុនទេឥឡូវគេក្បត់ខ្ញុំហើយខ្ញុំត្រូវតែលើកឡើងនៅអ្វីដែលគេធ្លាប់ក្បត់ជាតិរបស់គេហើយមកនិយាយឲ្យខ្ញុំស្រាប់នេះគ្រាន់តែជាការព្រមានចំពោះអ្នកឲ្យចេះអប់រំកូនហើយកូនក៏ត្រូវយល់អំពីឪពុករបស់ខ្លួនដែរនិងអ្នកដទៃទៀតសារខ្លះនៅក្នុងដៃរបស់ខ្ញុំនៅឡើយទេគ្រាន់តែខ្ញុំមិនតាន់បញ្ចេញពីនោះហើយស្អែកខ្ញុំនឹងបកស្រាយមួយអំពីបញ្ហានោះអំពីបញ្ហា